គិតឲ្យមានគិតឲ្យខ្លាចទៅជាអ្នកមានសង្ខេបសៀវភៅ Think and Grow Rich និពន្ធដោយលោក Napoleon Hill ហើយអ្វីបានជាមនុស្សខ្លះទទួលបានជោគជ័យដ៏អស្ចារ្យខណៈដែលមនុស្សខ្លះទៀតទោះបីមានសមត្ថភាពនឹងការអប់រំស្រដៀងគ្នាក៏ដោយក៏មិនអាចសម្រេចក្តីសុបិនរបស់ខ្លួនបានដែរតើភាពជោគជ័យគ្រាន់តែជាសំណាងមែនឬទេឬក៏វាមានវិធីគិតមួយដែលអាចជួយឲ្យយើងឈានទៅរកភាពជោគជ័យបានជាង85ឆ្នាំមុនលោក Napoleon Hill បានសិក្សាពីមនុស្សជោគជ័យរាប់រយនាក់ដើម្បីស្វែងរកអាថ៌កំបាំងនៃភាពជោគជ័យរបស់ពួកគេចុងក្រោយគាត់បានរកឃើញចម្លើយដ៏សាមញ្ញមួយថាភាពជោគជ័យចាប់ផ្ដើមពីផ្នត់គំនិតនៅក្នុងសៀវភៅនេះលោក Napoleon Hill បង្រៀនថាទ្រព្យសម្បត្តិនិងភាពជោគជ័យកើតចេញពីរបៀបគិតគោលដៅច្បាស់លាស់និងសកម្មភាពដែលយើងធ្វើរាល់ថ្ងៃនេះយើងនឹងស្វែងយល់ពីមេរៀនសំខាន់ៗ10យ៉ាងពីសៀវភៅអភិវឌ្ឍខ្លួនដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោកមេរៀនទី1ត្រូវដឹងច្បាស់ថាអ្នកចង់បានអ្វីភាពជោគជ័យទាំងអស់ចាប់ផ្ដើមពីបំណងប្រាថ្នាដ៏មុតមមកុំគ្រាន់តែប្រាថ្នាចង់ជោគជ័យត្រូវកំណត់ឲ្យច្បាស់ថាអ្នកចង់បានអ្វីសរសេរគោលដៅរបស់អ្នករៀបចំផែនការដើម្បីសម្រេចវាគោលដៅច្បាស់លាស់នឹងផ្ដល់ទិសដៅនិងជំរុញឲ្យអ្នកបន្តទៅមុខទោះបីជាជួបឧបសគ្គក៏ដោយបើគ្មានបំណងប្រាថ្នាដ៏មុតមមក្តីសុបិននឹងនៅតែជាក្តីសុបិនប៉ុណ្ណោះមេរៀនទី2ជឿជាក់លើខ្លួនឯងមុនពេលអ្នកដទៃជឿជាក់លើអ្នកត្រូវជឿជាក់លើខ្លួនឯងជាមុនសិន Napoleon Hill និយាយថាការគិតរបស់យើងប៉ះពាល់ដល់សកម្មភាពរបស់យើងនៅពេលយើងជឿថាយើងអាចជោគជ័យយើងនឹងខិតខំប្រឹងកាន់តែខ្លាំងរៀនបានកាន់តែលឿននិងមិនងាយបោះបង់ឡើយទំនុកចិត្តលើខ្លួនឯងកើតឡើងពីការត្រៀមខ្លួននិងការអនុវត្តជាប់ជាបន្តបន្ទាប់មេរៀនទី3បំពេញគំនិតវិជ្ជមានចូលទៅក្នុងខួរក្បាលរបស់អ្នកខួរក្បាលរបស់យើងនឹងក្លាយទៅជាអ្វីដែលយើងគិតញឹកញាប់បំផុតបើអ្នកគិតតែរឿងអវិជ្ជមានអ្នកនឹងពោរពេញទៅដោយការភ័យខ្លាចបើអ្នកគិតវិជ្ជមានអ្នកនឹងកាន់តែមានទំនុកចិត្តដូច្នេះសូមជ្រើសរើសយកគំនិតឲ្យបានត្រឹមត្រូវមុននឹងអនុញ្ញាតឲ្យវាចូលទៅក្នុងចិត្តរបស់អ្នកព្រោះថាការគិតវិជ្ជមាននាំទៅរកសកម្មភាពវិជ្ជមានមេរៀនទី4បន្តរៀនជាប់ជានិច្ចកុំឈប់រៀនចំណេះដឹងនឹងបង្កើតឱកាសមនុស្សជោគជ័យមិនដែលឈប់រៀនឡើយត្រង់ចំណុចនេះមិនមែនសំដៅលើការរៀននៅសាលាទេគឺយើងអាចរៀនបាននៅក្នុងជីវិតរបស់យើងជីវិតប្រចាំថ្ងៃរៀនពីសង្គមរៀនពីមនុស្សជុំវិញខ្លួនរៀនពីរឿងរ៉ាវជីវិតដែលយើងបានជួបយើងអាចរៀនតាមរយៈអានសៀវភៅរៀនជំនាញថ្មីឬក៏ស្វែងរកអ្នកណែនាំល្អការរៀនគឺជាការវិនិយោគដែលផ្ដល់ផលពេញមួយជីវិតតែត្រូវចាំថាចំណេះដឹងនឹងមានតម្លៃលុះត្រាតែយើងយកវាទៅអនុវត្តមេរៀនទី5ប្រើប្រាស់ការស្រមើស្រមៃអាជីវកម្មជោគជ័យការបង្កើតថ្មីនិងគំនិតដ៏អស្ចារ្យទាំងអស់ចាប់ផ្ដើមពីការស្រមើស្រមៃកុំខ្លាចក្នុងការគិតខុសពីគេគំនិតមួយនៅថ្ងៃនេះអាចក្លាយទៅជាឱកាសដ៏ធំអស្ចារ្យនៅថ្ងៃស្អែកមេរៀនទី6រៀបចំផែនការច្បាស់លាស់ក្តីសុបិនត្រូវការសកម្មភាពមនុស្សជោគជ័យតែងតែរៀបចំផែនការមុននិងកែលម្អផែនការរបស់ខ្លួនជាបន្តបន្ទាប់ហើយបន្តដំណើរទៅមុខជានិច្ចការបរាជ័យមិនមែនមានន័យថាយើងត្រូវឈប់នោះទេវាមានន័យថាអ្នកត្រូវសាកល្បងផែនការថ្មីមួយទៀតមេរៀនទី7សម្រាប់ចិត្តឲ្យបានច្បាស់លាស់និងឆាប់រហ័សមនុស្សជាច្រើនបាត់បង់ឱកាសដោយសារតែការស្ទាក់ស្ទើរចំណែកមនុស្សជោគជ័យគិតដោយប្រុងប្រយ័ត្នសម្រាប់ចិត្តហើយចាប់ផ្ដើមធ្វើភ្លាមសកម្មភាពបង្កើតការរីកចម្រើនការស្ទាក់ស្ទើរបង្កើតការភ័យខ្លាចមេរៀនទី8កុំបោះបង់ដោយដែលមានទ្រឹស្ដីមួយគេថាអ្នកជោគជ័យមិនបោះបង់អ្នកបោះបង់មិនជោគជ័យមនុស្សជោគជ័យគ្រប់រូបសុទ្ធតែធ្លាប់បរាជ័យអ្វីដែលខុសគ្នាពីមនុស្សធម្មតាគឺពួកគេមិនបោះបង់នៅពេលជួបការលំបាកសូមបន្តដំណើរទៅមុខទៀតមនុស្សជាច្រើនបោះបង់មុនពេលភាពជោគជ័យរៀបនឹងចិត្តមកដល់ទៅហើយការអត់ធ្មត់ការតស៊ូអាចធ្វើឲ្យមនុស្សធម្មតាក្លាយទៅជាមនុស្សអស្ចារ្យបាទមេរៀនទី9រៀនពីអ្នកដទៃគ្មាននរណាម្នាក់ជោគជ័យតែម្នាក់ឯងឡើយយើងត្រូវបង្កើតមិត្តភាពល្អស្វែងរកអ្នកណែនាំធ្វើការជាមួយមនុស្សដែលនៅជុំវិញអ្នកឲ្យរីកចម្រើននៅពេលធ្វើការរួមគ្នាយើងអាចសម្រេចលទ្ធផលបានច្រើនជាងធ្វើការម្នាក់ឯងមេរៀនទី10ភាពជោគជ័យចាប់ផ្ដើមពីផ្នត់គំនិតរបស់អ្នកនេះគឺជាសារសំខាន់បំផុតរបស់សៀវភៅនេះគំនិតរបស់អ្នកបង្កើតជំនឿរបស់អ្នកបង្កើតសកម្មភាពរបស់អ្នកបង្កើតជាទម្លាប់របស់អ្នកបង្កើតជាអនាគតឬក៏ភាពជោគជ័យឬក៏បរាជ័យរបស់អ្នកដូច្នេះចូលគិតឲ្យបានត្រឹមត្រូវនិងអនុវត្តឲ្យបានជាប់លាប់នោះភាពជោគជ័យនឹងដើរតាមអ្នកសេចក្តីសន្និដ្ឋានសូមរំលឹកម្ដងទៀតនៅមេរៀនសំខាន់ថ្ងៃនេះចំណុចទី1ត្រូវដឹងច្បាស់ថាអ្នកចង់បានអ្វីទី2ត្រូវជឿជាក់លើខ្លួនឯងទី3ត្រូវចេះគិតវិជ្ជមានទី4កុំឈប់រៀនគឺត្រូវបន្តរៀនជាប់ជានិច្ចនៅក្នុងជីវិតទី5ត្រូវចេះប្រើប្រាស់ការស្រមើស្រមៃទី6ត្រូវចេះរៀបចំផែនការទី7ត្រូវហ៊ានសម្រេចចិត្តទី8កុំបោះបង់ទី9ត្រូវចេះរៀនពីអ្នកដទៃទី10ចូលចងចាំថាជោគជ័យចាប់ផ្ដើមពីផ្នត់គំនិតរបស់អ្នកសៀវភៅ Think and Grow Rich រំលឹកយើងថាភាពជោគជ័យមិនកើតឡើងក្នុងមួយយប់នោះឡើយវាត្រូវបានសាងឡើងតាមរយៈការសម្រេចចិត្តត្រឹមត្រូវទម្លាប់ល្អនិងសកម្មភាពដែលធ្វើជាបន្តបន្ទាប់លុយមិនមែនជារង្វាន់ដ៏មានតម្លៃបំផុតនោះទេអ្វីដែលមានតម្លៃជាងគេគឺការក្លាយទៅជាមនុស្សដែលមានសមត្ថភាពបង្កើតភាពជោគជ័យបានសូមចងចាំថាអនាគតរបស់អ្នកមិនត្រូវបានកំណត់ដោយអតីតកាលរបស់អ្នកនោះទេវាត្រូវបានបង្កើតឡើងដោយអ្វីដែលអ្នកគិតដែលអ្នកជឿនិងធ្វើចាប់ពីថ្ងៃនេះតទៅសូមអរគុណចំពោះការទស្សនា
ប្រសិនបើលោកអ្នកយល់ថាសៀវភៅនេះមានប្រយោជន៍សូមចុច like share និង subscribe follow ដើម្បីគាំទ្របណ្ណាល័យប្រាជ្ញា Wisdom Library ចំណេះដឹងថ្ងៃនេះភាពជោគជ័យថ្ងៃស្អែកជួបគ្នានៅក្នុងវីដេអូសង្ខេបសៀវភៅបន្តទៀតសូមអរគុណ